សូមអំពាវនាវដល់អ្នកផ្ដល់ជំនួយនៅក្នុងការផ្ដល់បន្ថែមទាក់ទងនឹងការកសាងជំរកបណ្ដោះអាសន្នរបស់គាត់ឲ្យកាន់តែមានលក្ខណៈល្អប្រសើរជាងនេះយើងនឹងគិតគូរបន្ថែមទៀតទៅលើកម្មវិធីស្ដារឡើងវិញជាមួយនឹងអង្គការដៃគូយើងក៏ដូចជាសហគមន៍ដែលយើងធ្វើការជាមួយនឹងនៅពេលក្រោយទៀត